nè để prap phơi trâu nâng ấy thay nè vì pro thà bậc miền nè prap phơi trâu nâng à phơi trâu về mình bằng hai việc đối chỉ ọt phơi đôi từ miền nè prap phơi từ phơi trâu nâng về chênh mạo nâng chẳng ơi prap thô ấy nó về mình cao thế dương mơ ở đây bộc cố mình sắm rạch đôi khnia phong sắm rạch khó khnia class đáp thom chả sắm rạch thua class tức đáp kia tha mũi sắm rạch thua class tức đáp ấy có mình sắm rạch đáp ấy mình sắm rạch và ông ơi body cam ấy mũi tức đôi chia cho là pan được cả ấy chẳng dương mơ lục adminปัญญาấy và ông ơi body cam pe vô cẩn nát nhưng vô một chút ly ấy chẳng tôi để châu là hàng ấy là này chẳng tới với khó khăn tổng đôi chim mình nước để trâu chư châu mình tì pe nó với ai miên bị thi đôi khía chẳng bà kêu na bà vị thi tệ mùi hay tôi thì cái thơ tam anh bàn trâu nó cứ kêu ai cái tê hay tại chân cho mình tha quạt khó tê mình tha lục khó tê bên tay chỉ kêu ai cái tê tay bà quạt hiên bà để sai thành nét đợt tây sao ta mình cào đôi con anh nâng chồng tha phơ lỡ đôi pet che thật mình chẳng hay bà nâng miệng bà ca thà na mau pet mình đọt mình cứ mình cào đọt mình đôi quạt chẳng biết bố chư bà khó khăn nè mình đâu dân miệng là xịa sạch được khó khăn nè nè phần tay bởi dân chùm nên ấy dân bà riêng nâng bằng hát nâng ở vị trí ba tới ọt ấy tề ọt ấy tề ọt ấy tề chứ ba vì pro vì miền vị thi nâng kì rùi phọt tục chẳng mẹn dân bà riêng ở đây chứ ba tới cái dân công bạc để sai vị thi đặt tề vị thi đặt tề công bạc để sai vì pro cô đang miền tề mối cứ ca sầm rạch nơi cô là thua rùi chạm phọt tục để khné phần là vị thi xa nâng đầm nào đại bộ phết việc xây vì khné xây bị khné tam ở chia sấy xây khné ưu tiên họ đôi chia bị khó mà ông chỉ côn sa robot phải sa rầy bọt lúc thọp chỉ côn robot nè thưa chia mía lúc sát đó lúc cho chất sát đào từ nơi chỉ mới phải sa rầy bọt mình ban mưa ở chia sấy bọt lục có oi bò thì cam mặt hàn oi thưa ca pichana xạ xóm ở lục từ cái lấy xạ xóm tới ở Vichana sập bậc cam thản đầu lục vô thản nắng cứ thà vì chạm cao sừng vết tam cầm nứt bỏ lục đầu từ lục nó thọp từ xa đây lục thôn lục bay khai ở lục mơ mơ từ khmoi lục pơm lục trong ngoạp ốp sóc trong sặc đó trong sặc lục nóm từ rô bê sa má sầm bụt đầu từ nóm từ rô bỏ ống nóm từ rô bỏ ống tới bọn ta bật cho một chút thà quật bọn đa nom đa mơក្នុងវត្តជាតពន់នឹងឯងណាnom đa mơព្រះអង្គក៏និមិត្តការឈូកដ៏ស្អាតធំនៅកណ្ដាលស្រះវិខនឹងឲ្យវិខមើលទៅស្រឡាញ់ពេញចិត្តចុះព្រះអង្គនិមិត្តវាស្អាតជាងផ្កាធុកឈូកធម្មតាដល់ឃើញតែពេញចិត្តហើយព្រះអង្គថាបើចង់មើលនៅចោះតថាគត់ទៅគាត់ទៅគាត់អូសប្បាយចិត្តបានមើលហើយបានទៅយកមកក៏យកផ្កាឈូកនឹងមិនទេមិនដូចជាចាំមិនច្បាស់មិនបានមកលោកទៅបេះឬក៏ផ្កាឈូកនឹងវាដែតមកខ្ញុំកណ្ដាលអាត្មាវាចាំមិនច្បាស់ដែរប៉ុន្តែចាំថាលោកបានយកផ្កាឈូកនឹងកាន់ទៅដល់ពំនុកខ្សាច់មួយនៅក្បែរពហិយហ្នឹងទៅដាក់លើនឹងមើលគុណចុះគុណឡើងស្អាតណាស់ល្អណាស់តិចទៅវារយបាត់ទៅវារយវារីកទៅវាលេះលួយអស់ទៅបានពិចារណាសង្ខារធម៌ហ្នឹងវាអត់ទៀងទាត់សោះអត្តភាពរបស់អញក៏ដូចគ្នាអញ្ចឹងបានបតតឋានល្អពេលហ្នឹងវិបស្សនាញាណកើតឡើងសម្រាប់ព្រះរហន្តបាទមើលបរិកម្មដ្ឋានតាមព្រះសរិបុត្រមានបានសម្រេចដែរអត់ទេប៉ុន្តែអ្នកខ្លះទៀតគេបានអត់ថាបានអធិស្ឋានមនុស្សវាខុសគ្នាអញ្ចឹងណាវាអញ្ចឹងប៉ុន្តែវាសរុបរួមថាបដិបត្តិដែលត្រឹមត្រូវនោះគឺបដិបត្តិវាមិនប្រព្រឹត្តទៅដើម្បីចម្រើនរាគៈបដិបត្តិមិនចម្រើនទោសៈបដិបត្តិដើម្បីមិនចម្រើនមោហៈអ្វីក៏ដោយឲ្យតែផ្លូវមិនចម្រើនកិលេសអាហ្នឹងផ្លូវត្រូវឲ្យតែចម្រើនយល់ដឹងត្រូវមិនប្រព្រឹត្តទៅដើម្បីការវង្វេងឲ្យតែប្រព្រឹត្តទៅដើម្បីការយល់ដឹងដើម្បីការចម្រើនបញ្ញាអាហ្នឹងយើងអាចចាត់ថាជាផ្លូវត្រូវរួមមួយទាំងការស្ដាប់ធម៌ក៏ដោយការធ្វើទានក៏ដោយការធ្វើសិលក៏ដោយសមាធិក៏ដោយស្អីក៏ដោយឲ្យតែប្រព្រឹត្តទៅក្នុងផ្លូវត្រូវណាហើយស្អីក៏ដោយរៀនធម៌ក៏ដោយឲ្យតែរៀនខុសវាខុសហើយមិនមែនថាឲ្យតែរៀនធម៌សិតតែត្រូវទេណាជាងការរៀនធម៌ហ្នឹងយកមករស់ស៊ីធម៌ហ្នឹងក៏មានដែរមានទៅត្រូវអីស្ដាប់ធម៌អូតែបានអញចេះអញទៅនិយាយក្អេងក្អាងដាក់គេដែរអាហ្នឹងខុសទីដែរមានដើម្បីអញ្ចឹងណាទាំងពីរសិតតែមានគុណសម្បត្តិនិងគុណវិបត្តិផ្លូវណាក៏ដោយ
នេះបានចេះធัวចេះអាទៅយើងការឡើងពោសឿនសំលុយបានច្រើនសកាពួនអានឹងត្រូវអីចម្រើនកិលេសហ្នឹងមានលោកមួយអង្គឡើងតាមពោវិសុបានប្រហែលជាង1ឆ្នាំឥឡូវថាសំលុយបាន 5,000 ហ្នឹងគឺទិញឡានហើយសឹកទៅកាន់ប៉ុស្តិ៍នឹងឯងអញ្ចឹងត្រូវដែរណាត្រូវដែរចម្រើនកិលេសពេញទីហ្នឹងប្រកាសរីលុយមកបងប៉ុស្តិ៍សល់លុយ 5,000 គឺទិញឡានជិះអូយអស់សណើចអញ្ចឹងថាផ្លូវណាក៏ដោយក៏មានផ្លូវត្រូវនិងមានផ្លូវខុសហ្នឹងសមាធិក៏ដោយស្ដាប់ធម៌ក៏ដោយធ្វើទានក៏ដោយណាធ្វើទានដូចជាក្មួយរបស់អនាថបនិកសិទ្ធិណាធ្វើទានធ្វើដងទងធ្វើអីចឹងប្រាថ្នាថាកើតជាតិណាប្រពន្ធកូនគេឲ្យស្រឡាញ់គាត់ទាំងអស់លើកលែងទៅសាច់ញាតិអានឹងធ្វើទានដែរមើលពីក្រៅឃើញធ្វើទានប៉ុនបំណងអាក្រក់ព្រះអង្គសម្ដែងពីទោសវាមិនមែនជាគុណទេណាឃើញទេស្អីក៏ដោយវាមានចំណុចវិជ្ជមាននិងអវិជ្ជមានចំណែកអាក្រក់និងចំណែកល្អទាំងវើទាំងដូចគ្នាក៏ប៉ុន្តែទិសដៅខុសគ្នាគឺខុសហើយថ្វាយបង្គំព្រះដូចគ្នាការយល់ខុសគ្នាគឺខុសហើយមិនដូចគ្នាទេនឹងចឹងប៉ុន្តែយ៉ាងណាក៏ព្រះសម្មាសម្ពុទ្ធមានធម៌ច្រើនណាស់សម្រាប់ឲ្យយើងពិចារណាដូចជាព្រះអង្គសម្ដែងអំពីបុគ្គល4ពួកបុគ្គលជឿងាយមានន័យថាងាយជឿមនុស្សនឹងអត់ល្អទេនិយាយអីជឿបុគ្គលជឿងាយមានន័យថាងាយជឿមនុស្សហ្នឹងគឺបងប្អូនជាមួយនឹងមនុស្សទី2គឺល្ងងខ្លៅណាអសើកម្រិតមនុស្សអន់ណាកម្រិតមនុស្សអន់ទី1គឺងាយជឿទី2គឺល្ងងខ្លៅស្តៀងគ្នាទេព្រោះអត់មានចេះគិតពិចារណាសោះហើយទី3មនុស្សមើលងាយព្រោះការនៅរួមមើលងាយព្រោះការស្និទ្ធស្នាលទី4នោះនឹងសិតតែមនុស្សកម្រិតថ្នាក់អន់ណាមិនមែនថាជាមនុស្សបែបម៉េចទេមិនមែនជាបរិស័ទល្អគឺស្ដាប់គិតពិចារណាបាទកុំឲ្យតែថាគេថាត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចោះហើយក៏ធ្វើភ្លាមទៅអាងដល់ឋានសួគ៌ដល់និព្វានហ្នឹងដែលគេបោកប្រាស់ឆាប់បាននោះហ្នឹងហើយស្តៀងគ្នានឹងដែរញោមម្នាក់សួរថាតើបុគ្គលដូចម្ដេចទៅដែលយើងអាចស្គាល់ថាជាសប្បុរសនោះរឿងនេះមានញាតិញោមសាកសួរអាត្មាលើកមុនចឹងដែរអាត្មាឆ្លើយទៅថាញោមសម្គាល់តាមរយៈចេះក៏ថាឲ្យកណាសម្គាល់ពិបាកដូចគុណទេសនាយូរហើយស្គាល់មនុស្សច្រើនឥឡូវប្រាប់មកឥឡូវនៅភ្នំពេញអ្នកណាជាសប្បុរសនៅពោធិ៍សាត់អ្នកណាជាសប្បុរសនៅបាត់ដំបងអ្នកណាជាសប្បុរសនៅសៀមរាបអ្នកណាជាសប្បុរសក្រន់កណាទៅដល់ណាចូលទៅនឹងដល់ណាចូលទៅនឹងមើលដូចគុណប្រាប់ឲ្យចំឲ្យកណានៅរស់មិនបាទថាញោមមកសួរអញ្ចឹងអាត្មាពិបាកណានឹងទៅហៅទៅណាសប្បុរសគាត់ថាឲ្យខ្ញុំកណាអាត្មាវិញថាបើដូចគុណប៉ុណ្្នឹងឯងមើលសប្បុរសមិនឃើញមកមុំកណាភ្នែកអញ្ចឹងមើលមិនឃើញត្រូវរបស់គាត់ទៀតណាប៉ុន្តែបើញោមស្ដាប់អាត្មានិយាយប្រាប់ណាលើស្ងៀមបន្តិចអាត្មានិយាយប្រាប់ថាតើលក្ខណៈសង្កេតសប្បុរសទៅធ្វើម៉េចសប្បុរសបើនិយាយតាមធម៌វាមាន2ចំណុចទី1គឺមានចិត្តស្ងប់ណាទី2គឺចេះដឹងច្រើននឹងចាត់ទុកថាសប្បុរសព្រោះគ្រាន់តែស្ងប់ស្ងៀមហើយអត់ចេះហ្នឹងក៏ចាត់ថាជាសប្បុរសមិនបានដែរសូម្បីពាក្យដើមថាសន្តោបរិសោបរោះដែលមានចិត្តស្ងប់ហៅថាសប្បុរសបណ្ឌសប្បុរសដែលយើងគួរសាបគប់ហ្នឹងគឺថាចេះដឹងផងតាមពិតនោះបើមិនចេះដឹងក៏คล้ายទៅជាអ្នកស្ងប់វាមិនកើតដែរអ្នកខ្លះអត់និយាយមិនមែនមកពីស្ងប់ទេមកពីអត់ចេះនិយាយវាមិនកើតតវ៉ាគេមិនបានតែចេះហ្នឹងគឺចេះការពារខ្លួនឲ្យផុតពីបាបធម៌ផ្សេងហើយបណ្ឌិតហ្នឹងក៏អញ្ចឹងដែរមានលក្ខណៈសម្គាល់3គឺកាយស្អាតវិជ្ជាស្អាតចិត្តស្អាតនឹងចេះដឹងនឹងឯងប៉ុន្តែទៅមើលណាទេព្រះអង្គហើយទៅតាមដានគេមិនទៅចេះញោមគំរួឆ្ងាយពេកណាអាត្មាឆ្លើយជាមួយញោមហ្នឹងញាតិញោមកំពុងស្ដាប់ក៏អញ្ចឹងដែរយើងពិចារណាអញ្ចេះសម័យព្រះសម្មាសម្ពុទ្ធណានៅសាវត្ថីនឹងមានព្រះអរិយបុគ្គល
5 កោដនៅជាបុថុជនតែ2 កោដទេអញ្ចឹងសួរថាតើអរិយបុគ្គលចាត់ថាជាសប្បុរសបានទេថាបានបើបតីលោកមិនល្អទេសួរថាសម្រេចធម៌មិនកើតពិនសួរថាអ្នកទាំង5 កោដហ្នឹងសិតតែអ្នកល្បីឈ្មោះបោះសម្លេងឬថាមិនមែនទេនៅផ្ទះធម្មតាអ្នកខ្លះខ្ញុំគេផងតែក៏ជាសប្បុរសដែរដូច្នេះយើងកុំមើលរំលងសប្បុរសប៉ុន្តែសពថ្ងៃជួនកាលយើងរកតែអ្នកល្បីឈ្មោះទេណាបានហៅសប្បុរសអាហ្នឹងខុសអាហ្នឹងគឺថាជួនកាលធ្វើឲ្យមនុស្សភ្លេចសេចក្តីល្អមនុស្សដដើមគ្នាល្បីធ្វើយ៉ាងម៉េចឲ្យតែល្បីទៅគេរាប់អានគេសរសើរទៅសប្បុរសអញ្ចឹងធ្វើម៉េចឲ្យល្បីទៅជាសប្បុរសមែនទេពាក្យថាសប្បុរសហ្នឹងវាមិនមែនដល់តែអ្នកល្បីហៅថាសប្បុរសទេអញ្ចឹងអ្នកក្នុងព្រៃលោកជាទុដងលោកជាអ្នកតបោះអីនៅក្នុងព្រៃពេលអស់ហើយអញ្ចឹងមែនទេណាអ្នកល្បីខ្លះវាមិនប្រកាសថាជាសប្បុរសទេឧទាហរណ៍ដូចជាកបិលមច្ឆៈអញ្ចឹងកបិលមច្ឆៈកូនសិស្សមកកកោបកូនសិស្សរំអស់ទេរវល់បរៀនអូយបរៀនប៉ិនសួរថាកបិលមច្ឆៈសប្បុរសទេមែនទេប៉ិនសួរថាល្បីទេល្បីទេវតតក៏មិនអន់ដែរបើមិនល្បីក៏មិនមានលោក500អង្គតាមទៅជាមួយដែរដូច្នេះវាគ្រាន់តែជាអានិសង្ឃនៃការប្រព្រឹត្តរបស់មនុស្សម្នាក់ប៉ុណ្ណោះទេភាពល្បីល្បាញនោះក៏ប៉ុន្តែឲ្យឈ្មោះថាជាសប្បុរសពិតប្រាកដគឺសំដៅទៅលើទង្វើសំដៅទៅលើចិត្តទៅលើគំនិតទៅលើអំពើដែលធ្វើប៉ុណ្ណោះទេដែលវិនិច្ឆ័យថាជាសប្បុរសឬក៏បណ្ឌិតក៏ប៉ុន្តែអានិសង្ឃអ្វីអ្វីដែលមកសល់ពីជាតិមុនខ្លះនោះអានឹងយើងឲ្យតែអ្នកណាមានអ្នកណាខ្ពងខ្ពស់ហៅថាសប្បុរសអ្នកល្បីឈ្មោះហៅថាសប្បុរសងាប់ហើយអញ្ចឹងអ្នកអត់ល្បីអត់ខ្លាយជាសប្បុរសបានទេអញ្ចឹងអ្នកខំធ្វើល្អមកកកោកអញ្ចឹងគ្រាន់តែចេះឲ្យជាយោបល់ថាចាត់ទុកថាជាកល្យាណមិត្តបានព្រោះគាត់ស្ដាប់មង្គលសូត្រហ្នឹងស្ដាប់ហើយព្រោះហើយប៉ុន្តែទៅរកកល្យាណមិត្តឯណាថាចេះញោមគិតចេះនៅចិត្តអ្នកណាញោមចម្រើនបុណ្យណានៅចិត្តអ្នកណាញោមចម្រើនបុណ្យបន្ថយបាបអ្នកនោះឯងចាត់ទុកថាជាកល្យាណមិត្តដែលញោមគួររាប់អានហើយមិនចំពោះថាតើអ្នកនឹងល្បីឈ្មោះចេះច្រើនប៉ុណ្ណាអានឹងកុំតន់គិតថានៅជាមួយអ្នកណាញោមបានសប្បាយចិត្តហ្នឹងមិនមែនសប្បាយក្នុងកិលេសទេគឺសប្បាយក្នុងសភាពស្ងប់ស្ងាត់យល់ដឹងកាន់តែច្រើនបុណ្យទានក៏យល់ដឹងកាន់តែច្រើនក្នុងជីវិតហ្នឹងក៏លេងសៅមងច្រើនភ្លឺថ្លាក្នុងចិត្តណានៅនឹងឯងដែលគួរសាបគប់អ្នកចេះដឹងប៉ុណ្ណាក៏ដោយឲ្យតែអង្គុយប៉ុកនិយាយតែដើមគេឯងនៅវាល្អរហូតនិយាយតែដើមគេតែរហូតធ្វើឲ្យយើងកើតកិលេសទៅស្អប់គេដែរអានឹងប្រយ័ត្នមិនមែនមិត្តទេណានាំឲ្យយើងស្អប់មួយទៀតហើយណានាំឲ្យយើងកើតចិត្តស្អប់ហើយសូម្បីគ្រូធម៌ក៏ដោយគ្រូបរៀនធម៌ក៏ដោយឲ្យតែនិយាយយ៉ាងម៉េចឲ្យគេមកគាំទ្រមតិរបស់ខ្លួនបន្ទោសគេនោះមិនកើតអានោះវាមិនកើតអញ្ចេះចុះមិនមែនសប្បុរសដែលគួរសពសេពគប់ឡើយមិនមែនឡើយទោះបីល្បីប៉ុណ្ណាក៏ដោយនៅចិត្តអ្នកណាកើតបកកើតពួកកើតស្អប់អ្នកដទៃកើតស្អប់ក្រុមមួយទៀតនឹងសួរថាសប្បុរសលោកនាំឲ្យស្អប់អញ្ចឹងថាមែនទេសប្បុរសអ្នកមានចិត្តស្ងប់ទោះបីជាឃើញមនុស្សអាក្រក់ក៏លោកមានមេត្តាដែរអានឹងឯងឈ្មោះថាសប្បុរសហើយចុះបើត្រូវតែម្នាក់ឯងគេខុសអស់និយាយគេខឹងតាមខ្លួនទៅរហូតអានឹងមែនទេណាមិនមែនឡើយអញ្ចឹងអាត្មាអាចប្រាប់បានប៉ុណ្ណឹងណាប្រាប់ប៉ុណ្ណឹងថាយើងនៅចិត្តអ្នកណាស្ដាប់អ្នកណានិយាយយើងជ្រះថ្លាយើងកើតបុណ្យកើតចិត្តស្ងប់នៅនឹងឯងដែលគួរអង្គុយចិត្តដែលគួរសែបគប់ជាមិត្តបើអង្គុយចិត្តអ្នកណានិយាយត្រូវមែនប៉ុន្តែនិយាយត្រូវតែម្នាក់ឯងស្អប់គេស្អប់ឯងអាគាត់នេះមិនគួរមើងងាយគ្រូអញចេះដឹងធัวអីធัวស្អប់អាហ្នឹងណាបើចម្រើនតែធัวអកុសលចេះទេកុំនៅចិត្តទោះបីជាចុះពីទេវតាមកក៏ដោយឬក៏ទេវតាមកផ្ទាល់ក៏ដោយមកនិយាយឲ្យយើងកើតបាបកុំនៅចិត្តទេវតានឹងមិនកើតទេទេវតាខ្លះខូចទេវតាបពុមានោះអញ្ចឹងឲ្យអាត្មាចង្អុលថាអ្នកណាមិនកើតទេហើយអាត្មាចង្អុលថាខ្លួនឯងក៏មិនកើតដែរព្រោះអាត្មាវាមិនមានតន់អីអស់ចាវាអត់ទេ
ការពារតែខ្លួនឯងឲ្យនៅតែលោករហូតនឹងដឹងការពាររួចមិនរួចផងណាទៅទុកចិត្តអីមរឹសចឹងមិនថាទុកចិត្តខ្លួនឯងល្អជាងខ្លួនឯងជាទីពឹងរបស់ខ្លួនឯងណាហើយ